យោងតាមការសិក្សារបស់អង្គការសុខភាពពិភពលោក WHO ប្រចាំតំបន់អឺរ៉ុបបានរកឃើញថាវិជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកាម្នាក់នៅក្នុងចំណោម3នាក់នៅអឺរ៉ុបត្រូវបានគេរាយការណ៍ថាកើតជំងឺបាក់ទឹកចិត្ត depression ឬមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរហើយតួលេខនេះគឺខ្ពស់ជាង5ដងក្នុងចំណោមប្រជាជនទូទៅនៅអឺរ៉ុបផ្អែកតាមរបាយការណ៍អំពើហិង្សាលើរាងកាយការបៀតបៀនផ្លូវភេទនិងការធ្វើការថែមម៉ោងញឹកញាប់ពិសេសការធ្វើការនៅពេលយប់ទំនងជាមូលហេតុនៅពីក្រោយការកើតជំងឺបាក់ទឹកចិត្តវិបត្តិផ្លូវចិត្តនិងមានគំនិតចង់បញ្ចប់ជីវិតខ្លួនឯងរបស់វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកានៅអឺរ៉ុបនៅក្នុងចំណោមប្រទេសសមាជិកអឺរ៉ុបក្នុងនោះបុគ្គលិកសុខាភិបាលនៅប្រទេសឡាតវីនិងប៉ូឡូញត្រូវបានគេរាយការណ៍ថាមានជំងឺបាក់ទឹកចិត្តខ្ពស់ជាងគេបំផុតហើយប្រទេសមានជំងឺបាក់ទឹកចិត្តទាបជាងគេបំផុតគឺដាណឺម៉ាកនិងអ៊ីស្លង់ដែលមានប្រហែល 15% ប៉ុណ្ណោះការសិក្សានេះធ្វើឡើងដោយផ្អែកលើសម្រងចម្លើយពីបុគ្គលិកសុខាភិបាលប្រមាណ 90,000 នាក់នៅក្នុងប្រទេសទាំង27នៅប្លុកអឺរ៉ុបជាមួយគ្នានេះលោក Han Kluth ដែលជានាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់អឺរ៉ុបបាននិយាយថាវិបត្តិសុខភាពផ្លូវចិត្តក្នុងចំណោមបុគ្គលិកផ្នែកសុខាភិបាលអឺរ៉ុបគឺជាវិបត្តិសន្តិសុខសុខភាពដែលគំរាមកំហែងដល់ប្រព័ន្ធសុខាភិបាលអឺរ៉ុបទាំងមូលលោក Kluth ក៏បានអះអាងដែរថាដើម្បីដោះស្រាយបញ្ហាទាំងនោះអាជ្ញាធរសុខាភិបាលគួរតែចាត់វិធានការបញ្ឈប់អំពើហិង្សាកាយទម្រង់វប្បធម៌ថែមម៉ោងការងារឬជំរុញឲ្យធ្វើការច្រើនម៉ោងញឹកញាប់ពិសេសត្រូវផ្ដល់សេវាថែទាំសុខភាពផ្លូវចិត្តសម្រាប់អ្នកជំនាញថែទាំសុខភាពទាំងអស់